clip video នេះខ្ញុំនឹងបង្ហាញអំពីវិធីនៅក្នុងការប្រើ AI ដើម្បីឲ្យជួយរៀបចំបន្ទប់គេងបន្ទប់ទទួលភ្ញៀវបន្ទប់ផ្ទះបាយឬក៏ការិយាល័យសម្រាប់ធ្វើការជាដើមបាទមានន័យថាយើងគ្រាន់តែថតរូបនៅក្នុងបន្ទប់របស់យើងរួចហើយយើងដាក់ឲ្យ AI ដើម្បីជួយគិតជួយរៀបចំคล้ายទៅជាបន្ទប់សម្រាប់យើងសម្រាប់ប្រើប្រាស់ទៅតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងAI អាចជួយយើងបានតែមុននឹងចូលទៅក្នុងមេរៀននេះខ្ញុំសូមណែនាំអំពីវគ្គបណ្ដុះបណ្ដាលរបស់ខ្ញុំគឺវគ្គរៀបចំ page standard ក៏ដូចជាការ boost page ហើយនឹងវគ្គរៀបចំ TikTok standard ដូចជាការ boost នៅលើ TikTok អញ្ចឹងវគ្គនេះមានសិក្សាលើ online និងសិក្សាផ្ទាល់ផងដែរបាទសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងមកកាន់ page ឬក៏ Telegram របស់ខ្ញុំបានដើម្បីសាកសួរព័ត៌មានលម្អិតអំពីវគ្គសិក្សាទាំងនេះតោះឥឡូវនេះយើងចូលទៅក្នុង clip វីដេអូរបស់យើងទាំងអស់គ្នាបាទជាដំបូងបងប្អូនត្រូវមានកម្មវិធី Chat GPT នេះសិនអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់មានគណនី Chat GPT នេះបងប្អូនអាចមើលរបៀបបង្កើតគណនីបានខ្ញុំដាក់ link វីដេអូនៅខាងលើវីដេអូនេះបាទពីមេរៀនទី1ទី2មកអំពាក់ព័ន្ធនឹង Chat GPT អញ្ចឹងបងប្អូនអាចមើលនៅលើវីដេអូហ្នឹងខ្ញុំបានដាក់ link ឲ្យបាទអញ្ចឹងយើងត្រូវបើកកម្មវិធី Chat GPT ហ្នឹងមកបាទពេលដែលបើកមកដល់កន្លែងនេះតែម្ដងអញ្ចឹងគឺឥឡូវនេះខ្ញុំមានរូបភាពថតបន្ទប់ទទេមួយស្លឹកបាទគឺមានន័យថាយើងថតរូបភាពបន្ទប់របស់យើងមួយស្លឹកមករួចហើយយើងយកមកឲ្យ Chat GPT នឹងជួយរៀបចំអញ្ចឹងបងប្អូនចុចលើសញ្ញាលេខបូកនេះដើម្បីយើងធ្វើការជ្រើសរើសរូបភាពបាទអញ្ចឹងយើងចុចលើសញ្ញាលេខបូកមកហើយយើងចុចលើ photo នេះមកបាទរួចហើយយើងធ្វើការជ្រើសរើសរូបភាពនេះបាទនេះរូបភាពបន្ទប់បាទអញ្ចឹងចុចលើរូបភាពបន្ទប់ហ្នឹងមកហើយយើងចុច add បាទអញ្ចឹងយើងចង់ធ្វើអីពាក់ព័ន្ធនឹងបន្ទប់នេះយើងអាចរៀបទៅជាបន្ទប់គេងឬរៀបទៅជាបន្ទប់ទទួលភ្ញៀវឬទៅរៀបទៅជាផ្ទះបាយអីចឹងណាអញ្ចឹងឥឡូវនេះខ្ញុំនឹងរៀបចំបន្ទប់នេះទៅជាបន្ទប់ទទួលភ្ញៀវបាទអញ្ចឹងយើងសរសេរនៅខាងក្រោមនេះដើម្បីឲ្យកម្មវិធី Chat GPT នឹងយល់ថាយើងចង់បានអីអញ្ចឹងខ្ញុំសរសេរជាភាសាខ្មែរតែម្ដងបាទខ្ញុំចង់រៀបចំបន្ទប់នេះទៅជាបន្ទប់ទទួលភ្ញៀវបែបចិនបុរាណបាទសូមជួយរៀបចំនិងបង្កើតរូបភាពគំរូចេញពីរូបភាពនេះផងបាទអញ្ចឹងអានេះគឺជាខ្លឹមសារអញ្ចឹងមានន័យថាខ្ញុំមានរូបថតបន្ទប់ទំនេរមួយរួចហើយខ្ញុំដាក់ថាខ្ញុំចង់រៀបចំបន្ទប់នេះទៅជាបន្ទប់ទទួលភ្ញៀវបែបចិនបុរាណសូមជួយរៀបចំនិងបង្កើតរូបភាពគំរូចេញពីរូបភាពនេះផងបាទអញ្ចឹងមានន័យថាយើងចង់បានទៅជាអីបែបម៉េចគឺបងប្អូនត្រូវសរសេរអត្ថាធិប្បាយនៅក្នុងហ្នឹងណាអ្វីដែលយើងចង់បានបាទយើងសរសេររួចហើយបងប្អូនចុចទៅលើសញ្ញាព្រួយនេះទៅដើម្បីបញ្ជូនទៅឲ្យខាង Chat GPT នឹងកំពុងតែធ្វើការវិភាគអញ្ចឹងកន្លែងនេះបងប្អូនត្រូវរង់ចាំណាបាទវារៀងយូរដែរអាច 3-4 នាទីអញ្ចឹងទៅអញ្ចឹងបងប្អូនត្រូវរង់ចាំវាបាទអញ្ចឹងមានន័យថាខ្ញុំនេះមានបន្ទប់រូបបន្ទប់ទទេនេះមួយរួចហើយយើងសួរអញ្ចឹងទៅបាទអញ្ចឹងកម្មវិធី Chat GPT នឹងធ្វើការរៀបចំបង្កើតទៅជាបន្ទប់គំរូឲ្យយើងអញ្ចឹងយើងត្រូវរង់ចាំរហូតដល់វារៀបចំរួចរាល់វានឹងលោតមកបង្ហាញយើងកន្លែងហ្នឹងហើយបាទអញ្ចឹងឥឡូវនេះបន្ទប់នេះបានចេញមកហើយបាទអញ្ចឹងមានន័យថា AI បានយល់អ្វីដែលយើងចង់បានអញ្ចឹងគេក៏បានរៀបចំបង្កើតចេញពីរូបភាពបាទរូបភាពខាងលើនេះឲ្យទៅជារូបភាពនេះបាទត្រូវដឹកគួរដាក់អីខ្លះអញ្ចឹងណាបាទអញ្ចឹងគឺនេះគឺជាទម្រង់ដែល AI នឹងប្រាប់មកយើងបាទអញ្ចឹងយើងនឹងបានរូបភាពគំរូមួយយើងអាចរៀបតាម AI ក៏បានមិនតាមក៏បានប៉ុន្តែអានេះគឺជាអ្វីដែលយើងសួរទៅ AI ក៏ឆ្លើយប្រាប់មកយើងវិញបាទអញ្ចឹងនេះគឺជារូបភាពគំរូអញ្ចឹងមិនថាយើងរៀបចំទៅជាបន្ទប់អីក៏ដោយយើងគ្រាន់តែដាក់រូបភាពទទេទៅឬក៏រូបភាពដែលយើងមានផ្ទះរបស់យើងបន្ទប់របស់យើងអញ្ចឹងណាយើងចង់សួរឲ្យ AI ជួយពិចារណាជួយរៀបចំបែបម៉េចគឺវានឹងជួយផ្ដល់ជាគំនិតមតិយោបល់ដល់យើងហើយបាទអរគុណច្រើនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយហើយជួបគ្នានៅវីដេអូក្រោយៗទៀត